តនេះជារបៀបនៅក្នុងការតភ្ជាប់ខ្សែងាយសម្រាប់បងប្អូនដៃថ្មីបាទទាំងបងប្អូននិស្សិតកំពុងតែសិក្សាស្វែងយល់ក៏ដូចជាបងប្អូនជាងថ្មីចាស់ផងដែរនេះជារបៀបក្នុងការភ្ជាប់ខ្សែយើងក៏មិនថាអីដែរគឺមានរបៀបនៃការភ្ជាប់រៀងខ្លួនអញ្ចឹងតិចនិចនេះគឺជារបៀបក្នុងការរុំខ្សែភ្លើងដើម្បីភ្ជាប់គ្នាដោយយើងអាចយកវិធីសាស្ត្រទាំងអស់នេះយកទៅអនុវត្តបានដើម្បីកុំឲ្យវាប៉ះគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងយើងភ្ជាប់យើងមានម៉ាកាណាត់មានពណ៌មួយខ្លីពណ៌មួយវែងមកដើម្បីកុំឲ្យវាប៉ះគ្នាជាយថាហេតុណាមួយអញ្ចឹងណាបងប្អូនអូខេបន្តទៀតយើងក៏ចាប់ដើមរុំវាបាទនេះជារបៀបក្នុងការរុំអញ្ចឹងបងប្អូនអាចយករបៀបក៏ដូចជាតិចនិចរបស់គេតិចតួចហ្នឹងយកទៅរៀនសូត្របានក្នុងការអនុវត្តជាការងារបងប្អូនប្រចាំថ្ងៃដើម្បីមានស្តង់ដារព្រោះខ្ញុំឃើញវីដេអូនេះគឺរបៀបនៃការភ្ជាប់របស់គេគឺស្តង់ដារស្អាតអញ្ចឹងណាអញ្ចឹងបងប្អូនអាចយកគំរូតាមបានអញ្ចឹងជាចំណុចបទពិសោធន៍មួយដើម្បីចែកចម្លែកដល់បងប្អូនដែលកំពុងតែស្វែងរកឬក៏វិធីសាស្ត្រក្នុងការភ្ជាប់ខ្សែអីផ្សេងអញ្ចឹងណាបងប្អូនអញ្ចឹងនេះបានជាវីដេអូមួយជូនបងប្អូនអរគុណច្រើន